រុស្ស៊ីបើកការវិបត្តិនៃដ្រូនទៅលើទីក្រុងកំពង់ផែអូដេសារបស់អ៊ុយក្រែនសម្រាប់មនុស្ស2នាក់និងរបួស15នាក់យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីបានវាយប្រហារទីក្រុងកំពង់ផែអូដេសាជាប់សមុទ្រខ្មៅរបស់អ៊ុយក្រែនកាលពីព្រឹកព្រលឹមថ្ងៃពហុទី1 ខែឧសភាបណ្ដាលឲ្យមនុស្ស2នាក់ស្លាប់និង15នាក់ផ្សេងទៀតរងរបួសព្រមទាំងនគរជាអគ្គិភ័យនិងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនេះបើយោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters អភិបាលតំបន់អូដេសាលោក Polish Keeper បានសរសេរនៅលើបណ្ដាញសង្គម Telegram ថាការវិវត្តរបស់ស្ត្រីបានបំផ្លាញអគារខ្ពស់ៗផ្ទះឯកជនផ្សារទំនើបសាលារៀននិងរថយន្តលោកបានបន្ថែមទៀតថាអគ្គិភ័យបានឆាប់ចុះនៅកន្លែងមួយចំនួនឲ្យក្រុមអ្នកជួយសង្គ្រោះកំពុងផលិតវីដេអូដែលបានបុកនៅលោកបានមកអត់បង្ហាញពីការខូចខាតយ៉ាងរំលងចំពោះអគារខ្ពស់ៗនិងកន្លែងផ្សេងទៀតក្រុមហ៊ុនផ្លូវដែករដ្ឋអ៊ុយក្រែនបានមានការថាការវិវត្តនេះបានធ្វើឲ្យមានការខូចខាតផ្លូវដែកបណ្ដាញទំនាក់ទំនងនិងទូរទស្សន៍ភ្លើងដឹកទំនិញមួយចំនួន3ផងដែរបុគ្គលិកកំពុងធ្វើការជួសជុលអត់ភ្លើងដឹកទំនិញកំពុងត្រូវបានបង្វែរតាមផ្លូវផ្សេងរថភ្លើងដឹកអ្នកដំណើរនៅតែដំណើរការធម្មតាក្រុមហ៊ុនបានបញ្ជាក់ថាចំនួនអ្នកស្លាប់ម្នាក់ក្នុងហេតុការណ៍នេះគឺជាបុគ្គលិកផ្លូវដែកដែលស្លាប់នៅក្នុងផ្ទះរបស់គាត់កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថាក្នុងកំឡុងពេលវាយប្រហារពេញមួយយប់រុស្ស៊ីបានចេញមីស៊ីលបាល់លីស្ទិកចំនួន5គ្រាប់និងត្រូវវាយប្រហារចំនួន100គ្រឿងសូមទៅទៅអ៊ុយក្រែនកងកម្លាំងការពារដែនអាកាសបានបាញ់ទម្លាក់ដ្រូនបានចំនួន79គ្រឿងគណៈ68គ្រឿងផ្សេងទៀតទំនងជាមិនបានទៅដល់គោលដៅដោយសារវិធានការសង្គ្រាមអេឡិចត្រូនិកគេមិនទាន់ដឹងច្បាស់ពីជោគវាសនារបស់មីស៊ីលនិងដ្រូន28គ្រឿងដែលនៅសេសសល់ទីក្រៅពីទីក្រុងអូដេសាអភិបាលក្រុងខគីលោកអ៊ីហូត្រេកូបានរាយការណ៍ថាដ្រូនក៏បានវាយប្រហារស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែងនៅកណ្ដាលទីក្រុងធំទី2របស់